រដ្ឋប្រហារនិងការប្រឆាំងរដ្ឋប្រហារដែលកើតឡើងនៅប្រទេសចិនតាំងពីថ្ងៃទី18 19ដល់ថ្ងៃទី22ខែមករាកន្លងទៅមានការចាប់ខ្លួនឧត្តមសេនីយ៍ជាន់ខ្ពស់2នាក់ក្នុងគណៈយោធាមជ្ឈិមឈ្មោះឧត្តមសេនីយ៍ចាងយូសៀនិងឧត្តមសេនីយ៍លុយចិនលីឧត្តមសេនីយ៍2នាក់នេះគឺសុទ្ធតែជាឧត្តមសេនីយ៍ដែលជិតស្និទ្ធនឹងលោកប្រធានស៊ីជីនពីងហើយក៏ត្រូវបានចាប់ខ្លួនដែលតាំងពីថ្ងៃទី18 19មករាដល់ថ្ងៃទី22ខែមករាបានកើតឡើងហើយប្រព័ន្ធផ្សព្វផ្សាយនៃក្រសួងការពារប្រទេសចិនបានផ្សាយឲ្យដឹងមិននិយាយថាចាប់ខ្លួនទេនិយាយថាឧត្តមសេនីយ៍2រូបនេះស្ថិតនៅក្រោមការស៊ើបអង្កេតពីគណៈត្រួតពិនិត្យអំពើខុសបទវិន័យតាំងពីថ្ងៃទី24ខែមករាមកដល់ថ្ងៃទី30នេះអស់រយៈពេល6ថ្ងៃហើយដែលព័ត៌មាននេះនៅតែបន្តជះលើប្រតិកម្មនានាដែលប្រជាជនចិនទាំងក្នុងនិងក្រៅប្រទេសកំពុងតែតាមដានយ៉ាងស្វិតស្វាញដែលគេចាត់ទុកថាជារដ្ឋប្រហារនិងការទប់ស្កាត់រដ្ឋប្រហារទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Keir Starmer នៃប្រទេសអង់គ្លេសបានទៅដល់ប្រទេសចិនគេសង្កេតឃើញថាលោកប្រធានស៊ីជីនពីនហាក់ដូចជាមានឥរិយាបថមាំមួនហើយការផ្សព្វផ្សាយព័ត៌មានលេចលឺនានាដែលតាក់ទងអំពីការចល័តទ័ពនៅទីក្រុងប៉េកាំងក៏មិនមានអ្វីអាចបញ្ជាក់បានទេគ្រប់ព័ត៌មានទាំងអស់តាក់ទងនឹងរដ្ឋប្រហារគ្មាននរណាម្នាក់អាចនឹងបញ្ជាក់បានច្បាស់ទេថាវាជារឿងដែលកំពុងកើតឡើងដូចម្ដេចអ្វីដែលគេដឹងត្រឹមតែឧត្តមសេនីយ៍ចាងហើយនិងឧត្តមសេនីយ៍លាវត្រូវបានដាក់នៅក្រោមការស៊ើបអង្កេតនៃគណៈត្រួតពិនិត្យមជ្ឈិមបកកុម្មុយនីសចិនថ្ងៃទី24ខែមករាឆ្នាំ2026ប្រព័ន្ធផ្សព្វផ្សាយចិនបានលុបចោលនៅទំព័រផ្សព្វផ្សាយរបស់ខ្លួនជាច្រើនដងដែលធ្វើឲ្យមានការសង្ស័យថាអ្វីដែលកំពុងកើតនៅក្នុងស្រុកចិនកំពុងតែពុះកញ្ជ្រោលខ្លាំងណាស់ទោះបីជាយ៉ាងណាក៏ដោយគេអត់ដឹងរឿងពិតទេរោគឆ្កែឈួត7នៅថ្ងៃ29ម្សិលមិញនេះមានការបែកធ្លាយព័ត៌មានមួយស្ដីអំពីសម្បត្តិរបស់លោកឧត្តមសេនីយ៍ចាងយូចាផងដែរដែលបានប្រាប់ឲ្យម្នាក់សរសេររាយរាប់អំពីរឿងថាបើលោកចាងត្រូវគេចាប់ខ្លួននោះមកពីហេតុអ្វីបាទជំរាបសួរលិខិតភាសាចិន3ទំព័រនេះបានត្រូវអ្នកវិភាគចិននៅក្រៅប្រទេសយកមកវិភាគក៏ប៉ុន្តែមតិទូទៅថាសម្បត្តិនេះមិនមែនសរសេរផ្ទាល់ដោយឧត្តមសេនីយ៍ចាងទេគឺជាសម្បត្តិដែលសរសេរដោយអ្នកដទៃក្នុងនាមលោកចាងអ្នកនៅក្នុងស្រុកដែលបានរីឯការពិតថាតើសម្បត្តិនោះវាពិតប៉ុណ្ណាសាច់រឿងនៅក្នុងសម្បត្តិនោះវាមានការពិតច្រើនក៏ប៉ុន្តែថ្ងៃនេះខ្ញុំគេគ្រាន់តែអាចវាយតម្លៃបានថាសម្បត្តិនោះមិនមែនសរសេរផ្ទាល់ដោយលោកចាងឡើយហ្នឹងឃើញតែពួកក្រុមឆ្កែឈួតពាក្យចចាមអារាមបានកើតឡើងច្រើនណាស់តាក់ទងអំពីអ្វីដែលហៅថារដ្ឋប្រហារនោះមកទល់នឹងពេលនេះគណៈយោធាមជ្ឈិមគ្មានមេតបកាន់កាប់តបទេដោយសារគ្មានមេតបកាន់កាប់តបចឹងហើយពួកនេះស្ថិរភាពនៃកម្លាំងទ័ពចិនកំពុងតែត្រូវគេតាមដានសារជាថ្មីម្ដងទៀតរឿងរ៉ាវកើតចេញមកដូចសិតក៏ប៉ុន្តែគ្មាននរណាអាចដូរឈ្មោះអាប់ដេតថ្មីឈ្មោះថាកតុយណាគេបាញ់ហ្នឹងថាព័ត៌មានមួយណាច្បាស់លាស់ទេឥឡូវនេះកំពុងតែចុះអញ្ចឹងមកដល់ថ្ងៃ29នេះព័ត៌មានគឺថាមានសម្បត្តិរបស់ឧត្តមសេនីយ៍ចាងមួយដែលត្រូវចែកផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនិងវិភាគនៃពួកចិននៅក្រៅប្រទេសមានន័យថារីឯព័ត៌មានដែលតាក់ទងលោកប្រធានហ៊ូចិនតាវកាលណាវាមានគ្រោះដែលថាប្រធានហ៊ូចិនតាវស្លាប់បាត់បង់ជីវិតនោះមកទល់ថ្ងៃទី29យប់នេះឃើញថាវាល្អមានន័យថាយប់ម្សិលមិញចឹងហើយឥឡូវនេះព្រឹកថ្ងៃយើងមើលយុទ្ធសាស្ត្ររបស់វាព្រឹកថ្ងៃឥឡូវនេះព្រឹកថ្ងៃវាអាស៊ីលថ្ងៃសុក្រហើយទី30ហើយគឺព័ត៌មានដែលស្ដីពីលោកហ៊ូចិនតាវស្លាប់ច្បាប់របស់សហរដ្ឋអាមេរិកព័ត៌មានក្រោយបានបញ្ជាក់ថាលោកហ៊ូចិនតាវនៅរស់ទេណា
ព័ត៌មានមួយទៀតដែលតកតងនឹងលោកវ៉ាន់ជាប៉ាវ ស៊ូខ្មែរនៅសហរដ្ឋអាមេរិក នឹងលោកហ៊ូចេញឡុង មិនដឹង ថាបានចាក់ចេញពីទីក្រុងប៉េកាំង ណា តើ បានចាក់ចេញពីទីក្រុងប៉េកាំង អ្នកប្រ ទៅ ចាំខ្មែរ ស្នាក់នៅក្នុងមន្ទីរកងទ័ពក្នុងភូមិភាគខាងត្បូងរឿងនេះ អានេះប្រធានបទ អាចបញ្ជាក់បានខ្លះប៉ុន្តែមិនទាន់ដឹង ណា ជជែក អាច គ្នា បញ្ជាក់បានខ្លះតែមិនទាន់ដឹង ពីការពិតនៅឡើយទេ របស់សហ សរុបមកខ្ញុំអាប់ដេតជូនរឿងប្រទេសចិនមានប៉ុណ្ណឹង ការបញ្ ហើយ ជូនជនភៀស ទស្សន ខ្លួន កិច្ចរបស់ជនបរទេសទៅកាន់ប្រទេសចិន នៅក្នុងនោះ ធ្វើ គឺមាន ចប់ថ្ងៃនេះគឺលោក Keir Starmer នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស ICE ហ្នឹងគឺ គឺទស្សនកិច្ចនៅប្រទេសចិនតាំងពីថ្ងៃទី 28 ខំខាន់ហើយចង់វាកើតស្អីបានចង់ដឹងម៉ោងតា Custom ចង់ដឹងម៉ោងចៅឯងបានហើយមិនបាច់សួរទេសម្រាមសត US Immigration អាបាយហើយនៅផឹកទឹកហើយនៅមិនមិនដេកទេម៉ោងប៉ុន្មានហើយអាហ្នឹងគេសម្រាម Enforcement បោះបង់ចោលសម្រាមហ្នឹងទៅឈប់សួរអាសំណួរសម្រាមហ្នឹងទៅយកចិត្តទុកដាក់អាសំណួរណាដែលយើងចេះដឹងទៅកូន ផ្នែកមួយនៃ អូខេសំណួរអស់ហ្នឹងសិតតែសម្រាម សហរដ្ឋអាមេរិកស្ដី ពីព្រោះបច្ចេកវិទ្យានៅលើទូរស័ព្ទយើងអាចដឹងបានហើយក ុំយកសម្រាមមកសួរគាត់ណា ច្បាប់ទៅលើ ធុញអើយធុញដល់សួរម៉ោងប៉ុន្មានហើយស៊ីបាយហើយនៅមិនដេកហើយច្បាប់អញមិនដេកអញធ្វើឲ្យឯងស្ដាប់ហើយមិនទៀត ខ្ញុំ ហើយច្បាប់អញម៉ោងប៉ុន្មានហ្នឹងឯងមកនៅម៉ោងមួយអញអី យកមកលំ ហើយច្បាប់អញស៊ីបាយហ្នឹងមិនចាំបាច់នេះទៅអី តើ ហើយស៊ីបាយមួយអញអី រដ្ឋាភិបាលរបស់ឆ្នាំនេះ ហើយច្បាប់ឯងទៅដេកហើយចាំបាច់ប្រាប់អញទៅអីយី គេ អញឆ្ងល់ ម៉េចហើយ មិនទៅជាម្លេះ អ្នកប្រ អាហ្នឹងអញ្ចឹងណាកូនណា អាមេរិកនេះ អូខេ អាចប្រឈមទៅនឹងការ ពេលវេលាយើងខ្លីណា ដែ យើង ល ត្រូវចេះដឹង សហរដ្ឋអាមេរិកដែលភា អញ្ចឹ សា ង អង់គ្លេសគេហៅ ព័ត៌មានពីស្រុកចិនមកមានប៉ុណ្ណឹងប្រទេសយួនក៏កំពុងតាមដានស្រុកចិនមួយមេញឹក បើនៅ នៅប្រទេសខ្មែរយើងមិនសូវមានការតាមដានច្រើនទេ ណា អញ្ចឹងព័ត៌មានហៅចិនតើស្លាប់មិនពិតទេព័ត៌មានការរំដោះខ្លួននៃកម្មាភិបាលជាន់ខ្ពស់ចិនចេញពីទីក្រុងប៉េកាំងមានពិតខ្លះមិនពិតខ្លះព័ត៌មានមួយទៀតបានចេញផ្សាយថាក្រុមគ្រួសាររបស់ ដែលសហរដ្ឋអាមេរិក ស៊ីជីនពីង ទៅ អាច កំណើតវិញ ត្រូវបាន តែទៀត ក្រុមម្ខាងទៀត នឹង យកធ្វើជាចំណាប់ខ្មាំង ក៏មិនទាន់អាចយកមកពិចារណាថាពិត តើពួក ឬមិនពិតទេ ដែលត្រូវបញ្ជូនទៅ ណា កម្ពុជាវិញ ណា ហើយតាំងពីដើមមករដ្ឋាភិ អាហ្នឹង បាល ចឹង តាំងពី តាមដានតទៅទៀត មករហូត ចប់រឿងហ្នឹង ដល់ឥឡូវនេះ ខ្ញុំឆ្លើយ តើ នឹង រដ្ឋាភិបាល ប្រិមិត្ត បានបញ្ជូនទៅប្រមាណអ្នកហើយ នៅសំណួរនេះ ទៀតខ្ញុំបានចូលទៅក្នុង website នេះខ្ញុំ អឺ ប្រើ review ដើម្បីស្រាវជ្រាវ តាំង Vendor ហើយនឹង ហេតុអ្វីបានជាកម្ពុជានិងស្រុកតៅហ៊ូមានទំនាក់ទំនងជាមួយគ្នាម្ល៉េះ កុំឲ្យ ហើយមិនបានជាកម្ពុជានៅអាមេរិកមិនទៅណា ខ្លួនត្រឡប់ ទី1គឺលោកហ៊ុនសែនជាខ្មែរក្រហមជាជនកុម្មុយនីស បាទជំរាបសួរ ធម្មតាជនកុម្មុយនីសអត់ចូលចិត្តអាមេរិកទេ បាទ ចម្លើយតែប៉ុណ្្នឹងណា បងសេកមាសម្ដង ជនកុម្មុយនីសតាក់ទងជនកុម្មុយនីស សូដំរីណាបាទជំរាបសួរវ៉ុនកូន ឆេ ខ្មែរក៏ជំរាបសួរបងធំ ឆាន់ ទី3បាទជំរាប ភេ សួ រិត របាទខ្លាសមុទ្រជំរាបសួរ តើប្រព័ន្ធការពារដែនអាកាសចិនគ្មានប្រសិទ្ធភាពដូចគេនិយាយមែនដែរទេរយៈកាលកន្លងមក ក្រោយពីអាមេរិក ការដាក់ប្រព័ន្ធការពារដែនអាកាសរបស់ចិននៅប៉ាគីស្ថាន ខាង ត្រូវបានយន្តហោះ ស៊ី ឥ ម៉ា ណ្ឌាបាញ់ បង ឆេះ ការងារប្រាក់ខែ បន្តមកទៀតការដាក់ប្រព័ន្ធការពារដែនអាកាសរបស់ចិននៅប្រទេសវេណេស៊ុយឡាអត់ដំណើរការបរាជ័យបន្តមកទៀតការដាក់ប្រព័ន្ធការពារដែនអាកាសរបស់ចិននៅអ៊ៃរ៉ានបរាជ័យ គឺយើងមើលឃើញច្បាស់ហើយនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជានេះគឺ តាំង Vendor គិតខ្លួនឯងទៅសម្រាប់យកមួយណាក៏បានដែរអូខេ ដោយសារជំនួយឯងអញ្ចឹងប៉ុន្តែគ្រាន់តែមូលហេតុអីបាន គិតមួយណាក៏បានដែរចិនភេរិតគិតយកមួយណាក៏បានដែរអូខេ បាលត្រកូលកណ្ដួយមក ឡាន់ បាញ់នេះ មេងឈៀង កណ្ដួយមកអគិបាញ់នេះ ប្រទេសចិនច្បាប់តឹងរឹងហើយនៅមានមន្ត្រីជាន់ខ្ពស់ប្រព្រឹត្តប្រលួយទៀត ជំនួយ នៅក្នុងសង្គមដែលគេចាប់ជនពុករលួយបាញ់ចោលសង្គមហ្នឹងកើតពុករលួយជាងគេដាក់ទោស គឺ ធម្ម មាន តា ជំរឿតែពីរតែប៉ុណ្ណោះ សំណួរសួរថាហេតុដូចម្ដេចបានជាអីចឹង បន្តពូជ ចម្លើយឆ្លើយថា កូលកណ្ដួយមក ប្រទេសដែលមានច្បាប់ តែជំរឿ តាំងរហូតដល់សម្លាប់ចោល ធីបងសុ គឺជាប្រទេស ជំ ដែល រឿទី ការ 1 តាមដានអំពើពុករលួយតែ គ្រោះពន្ធនិង ឧទាហរណ៍ដូចស៊ីជីនពីងគាត់មានច្បាប់តាំងតែងអំពើពុករលួយ ការ ក៏ប៉ុន្តែ ជួយ បងស្រីគាត់មហាពុករលួយ ជាថវិកាដើម្បីអភិវឌ្ឍកញ្ចប់ថវិកាដើម្បីអភិវឌ្ឍកម្ពុជា ក៏បងស្រីគាត់មហាពុករលួយគាត់ទៅចាប់អ្នកណា រដ្ឋាភិបាលឲ្យកូនពូជកណ្ដួយ អ្នកដែលគាត់ចាប់យកទៅបាញ់ចោលមិនមែនជាជនពុករលួយទេគឺជាមនុស្សដែលគាត់ចង់សម្អាត ព្រោះអីបងប្អូនជំរាបជំរាបទី1នេះ មនុស្សដែលគាត់ចង់សម្អាតគាត់ចោលថាពុករលួយ រដ្ឋាភិបាលកណ្ដួយមកអភិបាញ់រដ្ឋាភិបាល ប្រទេសដែលផ្ដាច់ការមានអំពើពុករលួយច្រើនជាងប្រទេសប្រជាធិបតេយ្យ ទទួលយកជំនួយពីសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកត្រូវអនុវត្តទៅតាម សូវ៉ាន់ម៉ូនី
ការស្នើរបស់សហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុប តាខ្ញុំចាញ់ gambling trading អស់$70,000ឲ្យតែពេលមានលុយតែងគិតថាអាចស្នងតាមវិញខ្លះតើលោកតាអាចប្រាប់ពីការ addiction នេះបានទេតាជួយអបអរចៅទី1គឺតាអបអរដែលចៅទោះបីចាក់តាដឹងថាឯងនិយាយកុហកអញក៏ដោយមុខឯងនេះមាន$70,000អស់កណ្ដួយមកព្រោះតាអាចស៊ីមិនបានគ្រប់ផងអូកូននេះឯងមកចង់កុហកអាណាមិនកុហកឯងកុហកអញចេមសក់ហ៊ុនសែនកុហកអញមិនបានមុខឯងនៅក្រោមបាតជាហ៊ុនសែនមកកុហកអញឯងចាញ់អស់$70,000បើឯងមាន$70,000ទៅចាញ់ណាចៅគេតាមបាញ់ឯងចោលគេតាមបុកឯងងាប់ដោយសេរីយុទ្ធធម៌ឯងកុហកអាណាមិនកុហកឯងកុហកអាមនុស្សមួយឈ្មោះចេមសក់ហ្នឹងសិទ្ធបញ្ចេញមតិឯងដឹងទេស័យអនុកុហកអញអត់បានបន្ទាប់មកស័យហមនីហើយមនិចកុហកអញអត់បានណាហ៊ុនសែនកុហកអញអត់បានហើយមុខឯងនឹងមកកុហកគេតែឯងចាញ់ត្រេក$70,000នេះសុំឲ្យធ្វើលើកលែងតាឯងនឹងទៅលួចលុយគេហើយក៏ឯងមិនរស់មកប្រាប់តាដែរច្បាស់ជាគេធ្វើឯងស៊ីបាត់ហើយដូច្នេះហើយកុំភូតដួលរលំយ៉ាងលឿនឯងភូតបានតែគ្នាឯងនៅក្នុងទឹកជប៉ុននឹងទេណាអញ្ចឹងអញនិយាយស្រួលស្ដាប់អាណាដែលវាចាញ់លបែងអស់លុយកុំថាឡា$70,000តែ$7ក៏អញជួយអបអរដែរសូមឲ្យព្រះជាម្ចាស់ប្រទានឯងឲ្យឯងឆាប់អលត់ឲ្យឯងឆាប់អលាយអូខេតែអញដឹងថាមុខឯងនេះហ៎ណាមុខឯងនេះតែ$700ហ៎តែលុយមិនបានផងបាសាអល់អាសាតតែ$700យកមកធ្វើគូតគេឲ្យវាស្អាតគូតឲ្យកាហេងហេងហ្នឹងឯងរកមិនបានផងមុខឯងនេះឯងមាន$70,000ទេណាឯងមកកុហកអាណាមិនកុហកកុហកចំអាមេភូតអញនេះហ៎អញគឺជាប្រអិនភូតអញរៀនដល់ថ្នាក់ប្រអិនភូតហើយឯងនឹងទៅចលេនភូតហើយឯងមកភូតអញឯងមានលុយ$70,000អត់ដែរណាដែរឯងមានចាំនេះម្សិលមិញអញនិយាយពីរឿងអាកោធៈណោះបើជ្រើសរើសយកជំរឿនអាកោធៈដែលគេធ្វើយំយែកលក់មាសមិនដាច់ហ្នឹងដីសង្ឃឹមចុងក្រោយរបស់ឯងក៏ហោះអាសេមហ្មងកពូជកណ្ដួយមកបាញ់មុខឯងនេះតែ$7ទុកផឹកកាហ្វេស៊ីកាទៀវអាហ្នឹងមាន$700ទៅរត់ធ្វើគូតឲ្យស្អាតបន្តិចហ្នឹងមិនមានផងតែប្រហែលច្រឡំជក់មកលេងគូតក្បីព្រោះក្តីសម័យស្ទីទៅចេះថាអូនស្រីមិនក៏លងម៉េះបាននិយាយតាមពិតគូតក្បីនៅលើវេទិកាជួនកាលច្រឡំយ៉ាស្វងឡើងពេកទៅស្ទីបគូតក្បីចេះថាអូនស្រីបងស្រឡាញ់អូនស្រីតាមពិតគូតក្បីសោះក្បីវាទៅរេហើយឪពុកនាយករដ្ឋមន្ត្រីហើយក៏ដូចមកគេបាញ់ក៏ធ្លាប់និយាយថាហើយស្មានតែអញជឿថាស្រុកខ្មែរហ្នឹងពួកឯងហ្នឹងវាមានជាងអញអីអាដែងអើយដូចគ្នានឹងអញខ្ពើមហើយដឹងទេអ្នកមានខ្មែរដែលគេមកនៅអាមេរិកនេះណាកូរ៉េខាងជើងចែកអំណាចតាំងពីតាអញមិនដែលទៅចិត្តផ្ទះគេដើម្បីបាយទឹកជាមួយគេទេរហូតដល់ពីព្រោះអីពីព្រោះអញវាស្លាប់ស្គាល់អស់ហើយអានេះជាការសេតប៉ុន្តែប្រជាពលរដ្ឋវិញអុកញ៉ាអុកអីមកសុំអញជួបអីអញមិនសូវជួបទេអញមិនងាយជួបទេអនាគតប្រទេសជាតិដូច្នេះហើយកុំបោកអញមាន$70,000ទៅចាញ់បែកឯងឈួត7មករាយើងឯងខាត់អស់$7អញឲ្យពោក៏ឆាប់អលាយអីហ្នឹងណាបងប្អូនអញស្អប់អាអ្នកលេងល្បែងសឹងងាប់បងប្អូនចង់បានទេកុំនិយាយប្រាប់អញអត់មាននេះទេអញជូនពោឲ្យឆាប់អលាយប៉ុន្តែអ្វីដែលបងប្អូនចង់បានរបៀបកូរ៉េខាងជើងណាវាអត់បានទេឥឡូវនេះដោយសារកាទូនត្រូវការចេះភាសាវៀតណាមដែរទេរៀននៅស្រុកយួនត្រូវតែចេះយួនហើយកូនយួនចេះយួនល្អណាជាង 80% ប៉ុន្តែកុំភ្លេចចេះអង់គ្លេសណាដែលមិនគ្រប់គ្រងរបស់កូរ៉េសូម្បីតែពួកតៃវ៉ាន់ពាក់ព័ន្ធផ្ទៃក្នុងចិនទេអត់ទេរាល់ថ្ងៃហ្នឹងតែនៅក្នុងពេលដែលរដ្ឋប្រហារនេះថ្ងៃ7នាក់តៃវ៉ាន់មានការព្រួយបារម្ភពីព្រោះនៅពេលដែលវាច្បោកច្បល់ផ្ទៃក្នុងគេអាចវាយតៃវ៉ាន់តាមកន្ទួយមកធម្មតាមនុស្សកុម្មុយនីសកាលណាវាមានបញ្ហាផ្ទៃក្នុងវាជះចេញមកក្រៅណាកូនមិនមែនជាតាំងពីថ្ងៃទី24មកប្រទេសតៃវ៉ាន់មានការប្រុងប្រយ័ត្នកម្រិតខ្ពស់អាហ្នឹងចឹងទេណាកូនណាថ្ងៃ7មករានេះសហុងឆ្កែឈួត7ប្រទេសចិនអាចកើតបញ្ហាផ្ទៃក្នុងទេកំពុងតែតាមដានណាចៅកំពុងតែតាមដានខនខាន់តើយុវជនយើងសរសេរអក្សរអង់គ្លេសជាស៊ីងខ្មែរនាំឲ្យបាត់បង់អក្សរខ្មែរឬទេគឺថ្ងៃកំណត់បើសម្រាប់លោកគ្រូអ្នកគ្រូគាត់ហាមមិនឲ្យសរសេរមូលហេតុអីបានធានថា7មករាថ្ងៃកំណត់ការសរសេរជា phonic ជាសំឡេងការសរសេរសំឡេងការសរសេរជា phonic ច្រើនដងកណ្ដួយមកគេបាញ់និយាយឲ្យសរសេរជារឿងកូនប្រុសឧទាហរណ៍ថាកណ្ដួយមកគេបាញ់ត្រូវបានអាយណាអូខេដឹងថាកណ្ដួយមកគេបាញ់បត់ហើយសម្លាប់ប្រជាពលរដ្ឋ
នៅខេត្តកំពង់ចាមជាពិសេសជនជាតិចាមសម្រាប់ផ្ដាច់ពូតែម្ដងហើយនៅខ្មែរនៅខេត្តកំពង់ចាមនេះគឺដោយមកគេបាញ់ជំនាញយកសម្លេងអង់គ្លេសមកសរសេរជាខ្មែរ I want to speak with you ប៉ុលពតបានបញ្ជាឲ្យតាមសម្រាប់ពីដើមឡើយមិនទាន់មាន font ខ្មែរកណ្ដួយមកមិនទាន់មាន Unicode font សម្រាប់ចោលខ្ញុំសរសេរតែកណ្ដួយមកគេបាញ់ខ្ញុំសរសេរតែប្រព័ន្ធហ្នឹងទៅយួនទៅណាខ្ញុំសរសេរតែចឹងត្រឡប់មកវិញវាថាចេះអានអានដាច់ទេ7មករាជាថ្ងៃកំខ្ញុំសរសេរតែប្រព័ន្ធខ្ញុំចឹងមានអ្នកណាអានដាច់ទេពីដើមវាអត់មាន font ខ្មែរកំណត់ទី2របស់កណ្ដួយអញ្ចឹងខ្ញុំផ្ញើសារទៅប្រព័ន្ធខ្ញុំចឹងមានណាអានដាច់ទេបងប្អូនជនរួមជាតិទាំងអស់គ្នាទេមានពួកអាការឈ្គួតទាំងពីរយ៉ាងហ្នឹងអូម៉ែឲ្យសិទ្ធិឯងអីហ្នឹងឬអក្សរ7មករាទេនឹងងាប់ហើយណាទាំងពីរហ្នឹងអត់បំផ្លាញអក្សរខ្មែរឆ្កែឈ្គួត7មករាឬសូអាទាំងពីរហ្នឹងមេឆ្កែឈ្គួតបំផ្លាញអក្សរខ្មែរឬអង់គ្លេសទេបន្តតាមវាអត់ប្រើគូសរសេរបានធ្វើចប់អត់ប្រើគូក្បាលប្រកបបងប្អូនអូខេតែខ្ញុំសួរវិញអត់បំផ្លាញទេឈ្គួត7មករាខ្ញុំសូមជម្រាបថាខ្ញុំទំនាក់ទំនងជាមួយប្រពន្ធកូនខ្ញុំអញ្ចឹងដឹកនាំស្អីគេតាមដឹកនាំភាសាអង់គ្លេសខ្ញុំសរសេរអញ្ចឹងទៅវិញទៅមកស្ដាប់គ្នាបានរហូតដល់ភរិយាខ្ញុំតែងកំណាព្យជាភាសាហ្នឹងប្រទេសណានៅលើពិភពលោកដែលតែងកំណាព្យជាភាសាហ្នឹងខ្ញុំសរសេរតែអញ្ចឹងមុនមាន font ណាអានោះឈ្គួតលីលីណាខ្ញុំសរសេរ email ក៏អញ្ចឹងខ្ញុំសរសេរអត្ថបទព័ត៌មានក៏អញ្ចឹងដែរហើយខ្ញុំអានលឿនដូចខ្មែរអញ្ចឹងប្រពន្ធខ្ញុំក៏អានលឿនខ្ញុំក៏អានលឿន7មករាគឺយើងដឹងចំណេះដឹងរឿងអីមកឪពុកខ្ញុំម្ដាយខ្ញុំអីទៅបញ្ហាទេ57មករាបើប្រើភាសាខ្មែរសរសេរសម្លេងអង់គ្លេសក៏បានតែដឹងគុណ7មករាប្រើភាសាអង់គ្លេសហ្នឹងឈួតទៅសម្រាប់ឲ្យបានឡើងកាន់អំណាចអូខេសម្រាប់ប្រជាពលរដ្ឋអានជាភាសាខ្មែរក៏បានហើយចាំមិនបានពួកវាដឹងថាណាពលពតអត់មានបញ្ហាមនុស្សអស់អូខេចឹងចម្លើយអត់មានបញ្ហាទេណាកូនណាឈួតលីលីពួកឆ្កែឈួត7អត់មានបញ្ហាទេថាឆ្កែឈួត7មករាពេលខែមកុសលខ្ញុំគិតថាចិនចង់បញ្ជូននាវាដឹកយន្តហោះទៅជួយមិត្តដែរតែនាវាចិនទៅបានត្រឹម 3000 គីឡូម៉ែត្រក៏អស់សាំងឯមិត្តនៅរាប់ម៉ឺនគីឡូម៉ែត្រអូខេអរគុណចំពោះព័ត៌មានសាក់សាក់ខ្ញុំកំពុងតែធ្វើការបណ្ដាមើល live បណ្ដាលើមេដេញឲ្យមកផ្ទះវិញបាត់នៅកន្លែងធ្វើការមិនគ្រប់មេក្តិចពងអត់បានទេសីហាប្រាក់ខែក្នុងមួយខែ350តើគួរជិះឡានសេរីអីសំយោបល់បន្តិចមកលោកតាជំរាបសួរបាទជិះម៉ូតូសម្បត្តិកូនឆ្លាតបាទ350ជិះទៅម៉ូតូបានហើយសំលុយយកទៅសង់ផ្ទះណាកូនណាអូខេ350មួយខែជិះម៉ូតូកុំជិះឡានជិះម៉ូតូមកទីខ្ញុំសៀជិះម៉ូតូហើយជិះម៉ូតូហ្នឹងទិញអាសេរីម៉ាស៊ីនតូចស៊ីសាំងតែច្រើនបងអូនណាអូនសក់នេះអរគុណច្រើនហើយបើធ្វើការជិះផ្ទះជិះកង់ជិះកង់អត់ស្អីមានជាតិខ្លាញ់ក្នុងឈាមហាត់ប្រាណជិះកង់លក្ខណៈអ៊ីវបាទជំរាបសួរអ្នកមីងបាទជំរាបសួរតែបើនៅស្រុកខ្មែរវាបាក់ជិះម៉ូតូទៅអត់ត្រូវទិញឡានជិះទេកូនខាត់លុយរុំអាស៊ុលទេបាទជំរាបសួរទីផ្សារមាត់ជុល